សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងខ្ញុំមានខ្ញុំនឹងបញ្យល់អ្នកនរគ្នាអំពីរបៀបនៃការយើង set up CentOS version 10នៅលើ VMware Workstation យើងគឺដើម្បីយើងប្រើក្នុងការរៀននៅ Linux អញ្ចឹងជំហានដំបូងដើម្បីយើង install បានគឺយើងត្រូវតែ download CentOS Image ISO Image នៅក្នុង browser របស់យើងដោយសារតែនេះខ្ញុំបាន download រួចហើយអញ្ចឹងខ្ញុំនឹងប្រាប់ដល់ខ្ញុំមកពីរបៀបឡើង CentOS VirtualBox នៅក្នុង VMware Workstation របស់យើងអញ្ចឹងដើម្បីបង្កើតបានគឺយើងអាចចូលនៅពាក្យ create new virtual machine នេះមកយើង click លើវាបន្តមកទៀតយើងយក typical មក option typical option នេះមកហើយយើងទៅរកហើយនេះគឺយើងចុចទៅលើ option 2 install this image file ISO អញ្ចឹងយើងនឹងប្រើទៅរក file image CentOS OS ដែលយើងបាន download វាអញ្ចឹងយើងចូលក្នុង download មកនេះគឺជា file ដែលយើងបាន download file CentOS និង ISO file ហ្នឹងអញ្ចឹងចុច open ទៅលើវាតទៅពីយើង select អាហ្នឹងហើយយើងចុច next ទៅអញ្ចឹងទីនេះគឺយើងដាក់ version របស់វាយើងដាក់ឈ្មោះវាទៅអញ្ចឹងយើងដាក់ឧទាហរណ៍យើងដាក់ CentOS OS ចឹងទៅ CentOS OS ដែលខ្ញុំនឹងជ្រើសយក drive D ដោយសារតែ drive C យើងឆាប់ពេញអញ្ចឹងខ្ញុំជ្រើសយក drive D ដើម្បីដាក់វា drive D នេះ drive G នេះគឺជា drive ដែលនេះនិយាយទៅយើងនឹងបង្កើត folder ថ្មីមួយដើម្បីដាក់វាអញ្ចឹងខ្ញុំដាក់តែ CentOS OS អូខេខ្ញុំបង្កើតបានចឹងហើយតទៅទៀតខ្ញុំចុចទៅលើ folder ហ្នឹងខ្ញុំចុចទៅលើចាំតិចអញ្ចឹងខ្ញុំចុចទៅលើក្នុង folder CentOS OS ហ្នឹងខ្ញុំចុច OK ខ្ញុំមានថាខ្ញុំ store file នៅក្នុង folder CentOS OS ហ្នឹងទៅ drive G របស់ខ្ញុំតាមទៀតយើងចុចលើពាក្យនេះនេះជាទំហំ disk ដែលក្នុងយើងប្រើសម្រាប់ CentOS ហ្នឹងជាទូទៅយើងដាក់20ក៏បានឬក៏សម្រាប់ខ្ញុំនេះស្មួយខ្ញុំដាក់30នឹងតាមអ្នកទាំងអស់គ្នាទេបន្ថែម recommend យើងពី20ក្នុងចន្លោះ20ទៅដល់30ក៏វាបានដែរប៉ុណ្ណឹងអញ្ចឹងចំពោះ option ពេលនេះខ្ញុំយក split virtual D into multiple file មានន័យថាវា write ទៅ file ផ្សេងៗគ្នាច្រើនតែវាអាចអត់ write ទៅលើតែមួយ file ប៉ុន្តែវាអាចនឹងយ៉ាប់ manage តទៅជាមួយនឹង file យើងប៉ុន្តែវាមានល្បឿនលឿនចំពោះឥឡូវនេះគឺវា sell ទៅតែមួយ file ទេវាងាយស្រួលក្នុងការមើល file ប៉ុន្តែវាយ៉ាប់ក្នុងវាយឺតក្នុងការប្រើវាអាចនឹងយឺតប៉ុន្តែបើយើងប្រើតែធម្មតាយកមួយណាក៏បានដែរអញ្ចឹងយកពាក្យ next តទៅខ្ញុំចូល custom hardware នេះខ្ញុំនឹងជ្រើសយក RAM memory របស់ខ្ញុំដើម្បីប្រើចំពោះ virtual machine មួយនោះអញ្ចឹងខ្ញុំសូមជ្រើសយកវាដាក់ទៅ 4G ទៅដើម្បីងាយស្រួលតទៅទៀតខ្ញុំជ្រើសយក CPU វាខ្ញុំក៏ដាក់2ទៅដើម្បីងាយស្រួលប្រើខ្ញុំដាក់2ទៅចាំយកពីហ្នឹងតមកទៀតអានេះខ្ញុំ keep វា default ទៅនេះតមកទៀតខ្ញុំចុច close វាទៅខ្ញុំចុចទៅលើពាក្យ finish ចឹងទៅមកដល់នេះវានឹងចេញ option មកឲ្យយើងទៅដល់នេះគឺយើងអាចយើងចុច click ទៅលើវាដើម្បីចូលទៅក្នុង terminal ហ្នឹងអញ្ចឹងយើងចូលយក option ទី1មកអញ្ចឹងវានឹងធ្វើការ boot នៅ system របស់យើង
តទៅយើងមកចាំទៅគឺនឹងចេញ file មកយើងដើម្បីយើងទៅ config setting មួយចំនួនទៀតដើម្បីយើងចូលយកទៅប្រើអញ្ចឹងទៅលើរបស់យើងចាញ់ខ្ញុំចូលផ្សេងយក English មកខ្ញុំនឹងប្រើវាជាភាសាអង់គ្លេសដែលអង់គ្លេសនឹងជា United States មកអញ្ចឹងខ្ញុំចុចលើពាក្យ continue តាមទៀតវាឲ្យនឹងយើង configure នៅ option មួយចំនួនអញ្ចឹងខ្ញុំ configure ទៅលើអ្វីដែលទាំងកំហុសមកអញ្ចឹងអានេះយើងវា select ទៅតាមអ្វីដែលយើងបាន select ទៅអញ្ចឹងខ្ញុំ keep វាទៅ default automatic ហ្នឹងទៅខ្ញុំ select ទៅ 30G ហ្នឹងតាមទៀតខ្ញុំនឹង configure ទៅលើ user account អញ្ចឹងខ្ញុំនឹង disable account disable root account ចេញនៅក្នុងរបស់ខ្ញុំអត់ប្រើជា root account ទេតែខ្ញុំនឹងបង្កើត user admin មួយឲ្យវាមានសិទ្ធិទៅជាមួយនឹង root account អញ្ចឹងខ្ញុំបង្កើត user admin មួយតែមានឈ្មោះខ្ញុំតទៅទៀតខ្ញុំដាក់ password ទៅដែល user អ្នកហ្នឹងគាត់នឹងមានសិទ្ធិដូចជា root user របស់យើងដែរអូខេចឹងយើងអាចជ្រើសយក advanced នេះផ្សេងទៀតបានប៉ុន្តែខ្ញុំសូមជ្រើសយកតែប៉ុណ្្នឹងទេតាម default វាទៅខ្ញុំចុចលើពាក្យដាំទេនេះខ្ញុំដាក់ password របស់ខ្ញុំចុចទៅខ្ញុំចុចលើពាក្យដាំចឹង root user យើងខ្ញុំសុំ select ជាមួយនឹង time ដែរដើម្បីតែបញ្យើងចឹងខ្ញុំចុចយក time zone នេះយក Asia ក្នុងពេញមកតាមនៅពេញមកយើងតទៅទៀតចំពោះ software selection គឺខ្ញុំនឹងជ្រើសយក server only ខ្ញុំអត់ចង់ប្រើជាមួយនឹង GUI ទេគឺខ្ញុំប្រើតែជាមួយនឹង command ចឹងខ្ញុំសូមប្រើនឹងចឹង custom នេះគឺជា option មួយចំនួនដែលយើងអាច install បាននៅក្នុងពេល download របស់យើងតែយើងអាច install វានៅតាមលើក្រោយនៅពេលដែលយើងនេះបានដែរអញ្ចឹងខ្ញុំចាំ download លើក្រោយដើម្បីកុំឲ្យការដំណើររបស់យើងមានរយៈពេលយូរចុចពាក្យដាំតែខ្ញុំចុចពាក្យ begin installation ទៅខ្ញុំនឹងធ្វើការដំឡើងឲ្យគឺ
ចឹងណានៅពេលដែលយើងdownload complete ហើយយើងចុចទៅ reboot system ឯមកចឹងចាំវាបន្តិចចឹងវានឹងចាប់ផ្ដើមនេះនៅពេលយើងចូលមកវាត្រូវការឲ្យយើងដាក់ឈ្មោះ login អញ្ចឹងខ្ញុំដាក់ឈ្មោះដែលខ្ញុំបាន set នៅពេលដែលយើង process នៃ installation មកយើងតាមមកឈ្មោះខ្ញុំចូលដាក់ password ចឹងមានន័យថាLinux របស់យើងបាន install successfully ចឹងខ្ញុំអាចចុចLS មក admin folder យើងចុចទៅ root directory មកខ្ញុំ win folder យើងធំអញ្ចឹងទៅចឹងយើងចេះថា CentOS របស់យើងបាន install success ហើយវីដេអូនេះតែប៉ុណ្ណឹងពេល install